រឿងក្រុងសុភមិត្តជាយូរអង្វែងណាស់មកហើយមានព្រះមហាក្សត្រមួយអង្គព្រះនាមព្រះបាទក្រុងសុភមិត្តសោយរាជ្យនៅចម្ប៉ានគរទ្រង់មានព្រះមហាសីព្រះនាមកេសនីមានព្រះរាជបុត្រពីរអង្គព្រះរាជបុត្រច្បងព្រះនាមជ័យសែនកុមារព្រះរាជបុត្រប្អូនព្រះនាមជ័យទត្តកុមារកាលនោះព្រះបាទក្រុងសុភមិត្តមានព្រះអនុជមួយព្រះអង្គព្រះនាមអសុភមិត្តមានតំណែងជាឧបរាជចំណែកការក្រោយមកអសុភមិត្តមានគំនិតក្បត់ចង់ដណ្ដើមរាជសម្បត្តិពីព្រះរាមហើយលើកទ័ពទៅព័ទ្ធក្រុងចម្ប៉ានគរកាលនោះមានអាមាត្យម្នាក់ឡើងមកក្រាបទូលព្រះបាទក្រុងសុភមិត្តឲ្យទ្រង់បានជ្រាបអំពីដំណើរជ្រៀតជ្រែកនៃអសុភមិត្តជាព្រះអនុរាជគ្រប់ប្រការព្រះបាទក្រុងសុភមិត្តទ្រង់ព្រះចិន្តាថាប្រសិនបើអង្គអញចេញទៅច្បាំងតទល់នឹងព្រះអនុជមកជាព្រះញាតិវង្សព្រមទាំងអាណាប្រជានុរានិងសេនាទាហានវិនាសអន្តរាយអស់ច្រើនជាក់ជាពំខានបើដូច្នេះអង្គអញគួរតែដោះខ្លួនគេចចេញអំពីព្រះរាជវាំងក្នុងរាត្រីនេះទើបស្ដេចត្រាស់លាព្រះអគ្គមហេសីព្រមទាំងព្រះរាជបុត្រទាំងពីរឯព្រះនាងកេសនីជាស្រីស្មោះស្ម័គ្រភក្តីចំពោះព្រះរាជស្វាមីមិនព្រមនៅក្នុងព្រះរាជវាំងឡើយទើបព្រះនាងទូលព្រះស្វាមីថាខ្ញុំម្ចាស់សុខចិត្តស្លាប់ជាមួយព្រះអង្គទោះជាលំបាកវេទនាយ៉ាងណាក៏ដោយតែខ្ញុំម្ចាស់ពុំព្រមរស់នៅឃ្លាតឆ្ងាយព្រាត់ប្រាសអំពីព្រះអង្គឡើយខ្ញុំម្ចាស់សូមនាំបុត្រទាំងពីរទៅតាមព្រះស្វាមីដែរហើយព្រះមេដាទ្រង់ពរជ័យទត្តកុមារព្រះបិតាទ្រង់ពរជ័យសែនកុមារទ្រង់ស្ពាយស្បៀងភៀសព្រះកាយចាក់អំពីព្រះនគរក្នុងរាត្រីនោះដោយសេចក្តីក្តុកក្តួលក្នុងព្រះអារាស្ដេចត្រចរដោយលំដាប់ដរាបទៅដល់ឆ្នេរទន្លេមួយអន្លើទើបទ្រង់ឈប់សម្រាកក្រោមដើមទន្លាប់មួយដើមព្រះអង្គមានព្រះអង្ការថាយើងឆ្លងទន្លេនេះទៅទាំង4នាក់ពុំបានទេព្រោះទឹកមានជម្រៅជ្រៅដូច្នេះបងនឹងចម្លងអូនទៅមុនសូមវិលមកចម្លងបត់ជាក្រោយបន្ទាប់មកទ្រង់ហៅចម្លងព្រះអគ្គមហេសីទៅដាក់នៅឲ្យត្រើយមកខាងក្នុងពេលដែលក្រុងព្រះសុភមិត្តកំពុងចម្លងព្រះរាជទេវីនោះក៏មានព្រានមច្ឆា2នាក់អមទូកនេសាទមកតាមឆ្នេរទន្លេបានឃើញកុមារតូចក៏នាំគ្នាពកក្មេងៗទាំង2នាក់នោះយកទៅដាក់ក្នុងទូកនាំទៅផ្ទះរបស់ខ្លួនបន្ទាប់ពីព្រះរាជាចម្លងព្រះមហាសីដាក់ក្នុងត្រើយម្ខាងរួចហើយទ្រង់ក៏ហែលត្រឡប់មករកព្រះរាជបុត្រវិញតែគួរឲ្យចម្លែកណាស់ពេលដែលទ្រង់មកដល់ទ្រង់ពុំបានឃើញព្រះរាជកុមារទាំងពីរអង្គឡើយក៏ទ្រង់ព្រះដង្ហែហៅយើងរកព្រះរាជបុត្រក្នុងព្រៃព្រឹក្សាត្រាតែភ្លឺស្វាងឡើងក៏នៅពុំឃើញព្រះរាជកុមារទៀតទ្រង់ព្រះកន្សែងសោយសោករហូតសន្លប់បាត់ស្មារតីនៅទីនោះចំណែកព្រះនាងកេសនីវិញរងចាំព្រះស្វាមីតាំងពីយប់រហូតដល់ភ្លឺជួនជាពេលនោះមានសំពៅមួយបើកតាមទន្លេធំនាយសំពៅបានឃើញព្រះនាងនៅតែអង្អែងក៏ចូលសំពៅទៅនិយាយបង្ខំឲ្យព្រះនាងទៅជាមួយនឹងពួកគេគ្រានោះព្រះនាងទ្រង់ព្រះកន្សែងសោកបោកប្រាណស្ទើរតែបែកព្រះកាយព្រះឱរាស្ទើរតែបែកចេញជា7ភាគដល់ព្រះនាងទ្រង់នឹករលឹកដល់ព្រះរាជបុត្រសម្លាញ់ទាំងពីរនិងព្រះស្វាមីឥតលះឡើយលុះព្រះបាទក្រុងសុភមិត្តភ្ញាក់ស្មារតីឡើងវិញទ្រង់កាត់ប្រតិយសោកស្ដាយព្រះរាជបុត្រហើយត្រឡប់ទៅរកព្រះមហេសីវិញមានសេចក្តីសង្ឃឹមថានឹងបានជួបមហេសីដើម្បីនឹងថ្លែងប្រាប់អំពីដំណឹងដ៏សែនអាក្រក់នេះព្រះអង្គហែទឹកឆ្លងទន្លេដោយប្រតិយអស់សង្ឃឹម
លុះឡើងពីទឹកស្ទុះសំដៅទៅរកមើលក្រោមដើមឈើដែលព្រះនាងគង់ចាំតែមិនបានឃើញព្រះនាងសោះទ្រង់ស្ទុះរត់រកព្រះនាងសពទីកន្លែងតែមិនបានជួបប្រទះនឹងព្រះនាងឡើយទ្រង់រត់តែអស់សង្ឃឹមជាខ្លាំងបន្ទាប់ពីបាត់បត់ហើយបែរជាមកប្រត់ព្រះមហាសីថែមទៀតទ្រង់សោយសោកក្រែងកាន់តែខ្លាំងឡើងក៏ដួលសន្លប់នៅទីនោះម្ដងទៀតលុះព្រះអង្គភ្ញាក់ស្មារតីឡើងវិញទ្រង់ក៏ព្រះកន្សែងរវើរវាយស្ទើរតែឈួតមកវិញស្ដេចត្រាច់ពីទីនោះយាងចេញទៅមុខតទៀតតែអង្គឯងព្រះភ័ក្ត្រស្រពោបស្រពោនគួរឲ្យសង្វេគស្ដេចត្រាច់ចរដរាបដល់នគរតកសិលាហើយទ្រង់យាងចូលទៅក្នុងឧទ្យានទ្រង់ផ្ទុំសម្រាប់ព្រះកាយពលលើថ្មមង្គលសិលាក្រោមដើមរាំងមួយដើមកាលនោះព្រះមហាក្សត្រនៃនគរតកសិលាទ្រង់សោយទីមង្គត7ថ្ងៃហើយតែទ្រង់គ្មានព្រះរាជបុត្រមួយអង្គសោះទើបអាមាត្យសពមុខមន្ត្រីធ្វើពិធីផ្សងបុសរុតតម្កល់គ្រឿងបច្ចកកតភ័ណ្ឌរួចដង្ហែចេញទៅតាមក្រោយព្រះបុសរុតព្រមទាំងដូរតន្ត្រីផងបុសរុតបានសម្ដៅទៅឧទ្យានធ្វើប្រតិសិនមង្គលសិលារួចស្ថិតនៅស្ងៀមពួកភ្លេងក៏ប្រគំបទភ្លេងឡើងលុះព្រះបាទសុភមិត្តតានឡើងបានត្រាស់សួរហេតុផលចំពោះពួកគេអាមាត្យមន្ត្រីទាំងនោះបានក្រាបទូលអញ្ជើញព្រះអង្គឲ្យឡើងគ្រងរាជ្យនៅនគរតកសិលាស្លេះត្រឹមនេះនិយាយពីព្រានមច្ឆាតែពីរនាក់ទៅចាប់ក្មេងៗនោះទៅក៏ខំចិញ្ចឹមបីបាច់ថែរក្សាពួកគេរហូតដល់ធំពេញវ័យព្រានមច្ឆាក៏នាំពួកគេទៅថ្វាយស្ដេចតកសិលាធ្វើជាមហាថ្លឹកព្រះចៅក៏ទ្រង់ប្រោះប្រណីចំពោះអ្នកទាំងពីរនេះណាស់ប៉ុន្តែទ្រង់ពុំបានដឹងទេថាពួកគេជាព្រះរាជបុត្ររបស់ទ្រង់ឡើយចំណែកជ័យសែនវិញស្គាល់ព្រះបិតាច្បាស់ណាស់តែគេធ្វើជាមិនស្គាល់ទ្រង់នោះទេចំណែកឯនាយសំពៅដែលនាំព្រះនាងកេសនីទៅទីនោះមានបំណងចង់រួមវាសនានឹងព្រះនាងណាស់ប៉ុន្តែដោយដែលជាសច្ចៈនឹងក្តីស្វាមីភក្ត្រចំពោះព្រះស្វាមីព្រមទាំងព្រះចេស្តាបារមីនៃព្រះបាទក្រុងសុភមិត្តធ្វើឲ្យនាយសំពៅមិនអាចចូលចិត្តព្រះនាងបានឡើយថែមទាំងមានសេចក្តីគោរពកោតខ្លាចចំពោះព្រះនាងទៀតផងកាលនោះនាយសំពៅបានទៅធ្វើជំនួញនៅក្រុងតកសិលាព្រះរាជាទ្រង់មានបន្ទូលនឹងនាយសំពៅឲ្យនៅមើលល្ខោនក្នុងមហោស្រពមួយយប់សិនហើយទ្រង់មានព្រះរាជបញ្ជាឲ្យមហាថ្លឹកទាំងពីរនាក់នៅយាមសំពៅក្នុងរាត្រីនោះយប់នោះព្រះនាងកេសនីផ្ទុំក្នុងសំពៅទ្រង់ព្រះសុបិនថាព្រះនាងបានជួបជុំព្រះស្វាមីនិងព្រះរាជបុត្រដោយសេចក្តីរីករាយហើយមានបុរសពីរនាក់យកផ្កាឈូកមកថ្វាយព្រះស្វាមីប្រទានមកឲ្យព្រះនាងសៀតលើព្រះកាហើយទ្រង់សោយលំអងផ្កាឈូកនោះលុះព្រះនាងតានឡើងទ្រង់ព្រះកន្សែងរំពឹងក្នុងព្រះតីថាស្អែកនេះប្រហែលជាខ្ញុំបានជួបជុំព្រះស្វាមីនឹងបុត្រទាំងពីររបស់ខ្ញុំវិញហើយលុះដល់ពេលអត្រាតជ័យតតក៏លងលក់ទាំងអង្គុយជ័យសែនក៏ដាស់ប្អូនជារឿយជ័យតតមិនចង់ឲ្យការងងុយគ្រប់សង្កត់ពេកក៏បាននិយាយនឹងបងថាសូមបងនិយាយរឿងព្រេងអ្វីមួយឲ្យខ្ញុំស្ដាប់បន្តិចមកបងក៏ប្រាប់ប្អូនថាបងមិនចេះនិយាយរឿងព្រេងទេតែបងដឹងរឿងខ្លះៗដែលយើងព្រាត់ប្រាសអំពីឪពុកម្ដាយរបស់យើងជ័យតតសួរបងទៀតថាចុះឪពុកម្ដាយយើងសពថ្ងៃនេះជ័យសែនឆ្លើយថាពួកគាត់មិនមែនជាឪពុកម្ដាយបង្កើតរបស់យើងទេ
ចាំបងនិយាយឲ្យឯងស្ដាប់ដើមឡើយឪពុកម្ដាយយើងជាស្ដេចសោយរាជនៅចម្ប៉ានគរព្រះអនុជរបស់ទ្រង់ព្រះនាមអសុភមិត្តជាឧបរាជបានដណ្ដើមរាជបល្ល័ង្កពីព្រះបិតាយើងព្រះបិតាក៏នាំពួកយើងតូចៗរំដោះខ្លួនរត់ចោលព្រះនគរទាំងយប់លិចវាលចូលព្រៃដរាបដល់ទន្លេមួយព្រះវរបិតានាំព្រះមេដាហើយឆ្លងទៅទន្លេទុកនៅត្រើយម្ខាងបន្តិចមកមានព្រាហ្មណ៍ឆាអុំទូកចូលមកចាប់ពួកយើងទាំងពីរនាក់យកទៅចិញ្ចឹមរហូតដល់ធំហើយនាំពួកយើងមកថ្វាយព្រះចៅក្រុងតកសាឡានេះឯងជ័យទាត់សួរថាតើព្រះបិតាមេដាយើងមានព្រះនាមអ្វីទៅជ័យសែនផ្ដល់ប្រាប់ថាព្រះបិតាយើងព្រះនាមកេសនីទេវីហើយព្រះបិតាបងមិនហ៊ានចេញព្រះនាមព្រះអង្គទេព្រោះតែប្អូនទៅទូចសួរខ្លាំងពេកបងក៏មិនលះប្អូនតទៅទៀតដែរបងបានប្រាប់ប្អូនថាសូមឯងកុំនិយាយព្រះនាមព្រះអង្គឲ្យសោះព្រះបិតាយើងព្រះនាមព្រះបាទក្រុងសុភមិត្តគឺជាស្ដេចក្រុងតកសាឡានេះឯងឯព្រះនាងកេសនីនៅក្នុងសំពៅបានឮសូរស័ព្ទសម្ដីនៃបរិសទាំងពីរនិយាយឆ្លោះនេះដូច្នោះព្រះនាងទ្រង់ជ្រាបច្បាស់ថាពួកគេពិតជាបុត្រកំសត់របស់ទ្រង់ហើយព្រះនាងស្ទុះចេញមករកកំឡោះទាំងពីរទ្រង់ព្រះកន្សែងសោយសោកទ្រង់អោបព្រះរាជបុត្ររន្ធត់ក្នុងព្រះរាជហឫទ័យក្រៃលែងព្រះនាងមានព្រះបន្ទូលថាជ័យសែនជ័យទាត់បុត្រមេដានេះហើយឈ្មោះកេសនីទេវីហើយបុត្រកុំទៅណាចោលមេដាអីជ័យសែនជ័យទាត់បន្ទាប់ពីបានដឹងជាក់ច្បាស់ពីព្រះមេដាពិតប្រាកដហើយក៏នាំគ្នាស្ទុះទៅអោបជើងព្រះមេដាទ្រង់តក់ស្លុតរន្ធត់ក្រៃលែងគ្រានោះម្ចាស់សំពៅមកតាន់ឃើញដូច្នេះក៏នាំសេចក្តីនេះក្រាបទូលព្រះចៅក្រុងតកសាឡាដោយចោទប្រកាន់ថាកំឡោះទាំងពីរអ្នកនេះបានលួចមានសហាយស្មន់នឹងប្រពន្ធរបស់ខ្លួនព្រះចៅក្រុងតកសាឡាទ្រង់ពិរោធជាខ្លាំងក៏ត្រាស់ប្រាប់ពេជ្ឈឃាតចាប់ពួកគេទៅពិឃាតបងឯពេជ្ឈឃាតក៏ចាប់ចងវាយពួកគេឥតត្រាប្រណីហើយនាំចេញទៅពិឃាតតាមព្រះរាជអាជ្ញាជួនជាកាលនោះមានបរិហិតម្នាក់ជាអ្នកមានប្រាជ្ញាឃើញពួកគេបណ្ដាក់អ្នកទោសទៅសម្លាប់ដូច្នេះទើបចូលទៅក្រាបទូលស្ដេចថាតើព្រះអង្គបានជំនុំជម្រះឬពិចារណាទោសរួចហើយឬនៅទ្រង់ត្រាស់ថាមិនទាន់ជំនុំជម្រះទេក៏ទ្រង់បញ្ជាឲ្យពេជ្ឈឃាតឲ្យនាំពួកគេចូលមកជំនុំជម្រះវិញសិនហើយព្រះអង្គបញ្ជាសេនាឲ្យទៅនាំប្រពន្ធនៃសំពៅមកទីជំនុំភ្លាមគ្រាន់តែទ្រង់តតឃើញព្រះមហាសីភ្លាមបេះដូងពោពេញទៅដោយក្តីតក់ស្លុតរន្ធត់ថ្លែងអ្វីពុំកើតព្រះអង្គស្ទុះទៅអោបព្រះមហាសីទ្រង់ព្រះកន្សែងសោយសោកមហិមាទ្រង់អាណិតអាសូរចំពោះព្រះរាជបុត្រកំសត់លើសពុនប្រមាណហើយក្សត្រាក្សត្រីទាំង4អង្គក៏បានជួបជុំគ្នាយំសោកដោយកំសត់កំរនឹងការប្រត់និរិះគ្នាអស់កាលជាយូរស្ដេចក្រុងសុភមិត្តបានជួបជុំមហាសីនិងព្រះរាជបុត្របណ្ដោហឫទ័យប្រកបដោយព្រះតីសមនោរីករាយប៉ុនពេកនៅទីបំផុតអាមាត្យសមុខមន្ត្រីនិងសេនាយោធាគ្រប់លំដាប់បានរៀបចំក្បួនដង្ហែក្សត្រាក្សត្រីទាំង4អង្គចូលមកក្នុងព្រះបរមរាជវាំងវិញព្រះបាទក្រុងសុភមិត្តទ្រង់បានជួបជុំព្រះអង្គមហេសីហើយទ្រង់ក៏លើកជ័យសែនជាឧបរាជជ័យទាត់ជាសេនាបតីនៃក្រុងតកសាឡានេះក្សត្រាក្សត្រីទាំង4អង្គស្ថិតនៅក្នុងរាជសម្បត្តិអស់កាលជាយូរអង្វែងតទៅ
រឿងព្រះសុធនកែវមនោរាមានរឿងដំណាលថាមានព្រះមហាក្សត្រមួយអង្គទ្រង់ព្រះនាមព្រះបាទអតិជវង្សមានព្រះអគ្គមហេសីព្រះនាមចន្ទាទេវីគ្រងរាជ្យនៅនគរឧត្តរបញ្ចាលទ្រង់មានព្រះរាជបុត្រមួយអង្គព្រះនាមព្រះសុធនមានចរិយាសម្បត្តិគួរជាទីសប្បាយរីកហារតីនៃព្រះវរមេដាបិតាណាស់ព្រះសុធនបានទៅសិក្សាសិលសាស្ត្រចេះគ្រប់សពអស់ហើយក៏វិលត្រឡប់មកព្រះរាជវាំងវិញព្រះមេដាបិតាបានហៅស្រីក្រមុំស្អាតស្អាតឲ្យបុត្រជ្រើសរើសជាព្រះអគ្គមហេសីតែព្រះសុធនមិនបានសពព្រះតីនឹងនារីណាម្នាក់ឡើយចំណែកព្រាហ្មណ៍បរហិតវិញក៏បានប្រទានកូនក្រមុំថ្វាយព្រះសុធនទុកជាស្រីស្នំសម្រាប់ព្រះអង្គដែរតើព្រះសុធនមិនបានចាប់អារម្មណ៍ចំពោះនាងតតែសោះនៅទិសខាងលិចក្រុងឧត្តរបញ្ចាលមានស្រះធំមួយទឹកថ្លាឆ្វេងមានរុក្ខជាតិតូចធំដុះនៅតាមមាត់ស្រះនោះជាទីលំនៅនៃចម្ពោះចិត្តនាគរាជអ្នកស្រុកតែងតែនាំគ្នាទៅធ្វើពលិកាបន់ស្រន់សុំទឹកភ្លៀងជារៀងរាល់ឆ្នាំហេតុនេះហើយបានជាអ្នកស្រុកឧត្តរបញ្ចាលធ្វើស្រែបានផលស្រូវបរិបូរណ៍មិនដែលអត់ឃ្លានក្នុងឆ្នាំណាឡើយនិយាយពីព្រាហ្មណ៍ម្នាក់ជាព្រានរបស់ព្រះសុធនបានចូលទៅរកបោះបាញ់សត្វក្នុងព្រៃហេមពៀនបានទៅដល់ស្រះនោះមានសន្តាន4ជ្រុងដេដាដោយបទុមជាតិ4ពណ៌មានដើមច្រលៀងដុះហូរហែជុំវិញមាត់ស្រះក្នុងគោលបំណងចង់សុំចំណងនាគកបាសគ្រានោះស្រាប់តែប្រទះឃើញនាងកិនរី7អង្គជាទេពធីតានៃព្រះបាទទុំរាជនៃឋានកៃលានាំគ្នាមកក្រសាលកំសាន្តក្នុងស្រះនោះដោយសពព្រះរាជហឫទ័យក្រៃលែងក្រោយពីព្រានព្រៃសុំចំណងនាគកបាសអំពីស្ដេចនាគរាជបានហើយក៏លបមើលនាងកិនរីក្បែរនោះឯនាងកិនរីទាំង7នាក់នោះវិញនាំគ្នាលេងកំសាន្តប្រកបដោយព្រះតីស្រស់ថ្លាព្រានព្រៃឃើញដូច្នេះក៏បោះចំណងនាគកបាសទៅលើនាងកិនរីទាំងអស់តែចំណងនោះបានជាប់តែទៅលើព្រះនាងកែវមនោរាតែម្នាក់គត់នាងកិនរីដទៃទៀតផិតភ័យឥតឧបមាក៏ហោះហើរទៅលើអាកាសនាំសេចក្តីដ៏ក្រៀមក្រំនេះទៅទូលប្រាប់ព្រះវរមេដាបិតាឯព្រានព្រៃក៏នាំនាងកិនរីមនោរាទៅថ្វាយព្រះសុធនព្រះសុធនកាលដែលបានតតឃើញព្រះនាងភ្លាមទ្រង់ក៏សពព្រះរាជហឫទ័យនិងនាងកែវមនោរាជាខ្លាំងហើយទ្រង់ក៏យកនាងធ្វើជាព្រះទេពីរបស់ព្រះអង្គចំណែកព្រះមេដាបិតាក៏សពព្រះរាជហឫទ័យនិងព្រះនាងខ្លាំងណាស់ដែរសម័យថ្ងៃមួយស្រុកបច្ចានក្រៀមជាចំណោះនគរឧត្តរបញ្ចាលមានរឿងការចលាចលបោះបោរឡើងព្រះបាទអតិជវង្សលើកទ័ពទៅបង្ក្រាបខ្មាំងសត្រូវតែមិនបានជោគជ័យសោះទើបទ្រង់ពិគ្រោះជាមួយព្រាហ្មណ៍បរហិតក្រាបទូលថាសូមទ្រង់ត្រាស់ប្រើព្រះសុធនឲ្យចេញទៅច្បាំងវិញទើបសម្រេចជោគជ័យព្រោះព្រះអង្គមានសិលសាស្ត្រខ្លាំងពូកែណាស់បន្ទាប់ពីនោះមកព្រះបាទអតិជវង្សក៏បានបញ្ជាព្រះរាជបុត្រលើកទ័ពចេញទៅបង្ក្រាបខ្មាំងសត្រូវក្នុងរាត្រីមួយព្រះបាទអតិជវង្សទ្រង់ព្រះសុបិនជាអស្ចារ្យចម្លែកណាស់គឺទ្រង់តតឃើញពវិធំធ្លីចេញអំពីព្រះហូតូចេញទៅរំពាត់ចម្ពោះទ្វីបដល់ទៅ3ជុំរួចត្រឡប់ចូលមកក្នុងព្រះឧតោវិញលុះទ្រង់តានឡើងទ្រង់តក់ស្លុតរន្ធត់ព្រះតីជាខ្លាំងទើបទ្រង់ត្រាស់ហៅព្រាហ្មណ៍បរហិតអំពីសុបិននិមិត្តនេះព្រាហ្មណ៍បរហិតទូលព្រះអង្គថារឿងនេះទាល់តែហៅលោកវិជ័យហោរាមកគុណគូឲ្យព្រះអង្គព្រាហ្មណ៍បរហិតធ្លាប់ចងគំនុំនឹងព្រះសុធនព្រោះទ្រង់មិនសពព្រះតីនឹងកូនក្រមុំរបស់ខ្លួនហេតុនេះហើយបានជាគាត់រកឧបាយកលកំចាត់កែវមនោរាឲ្យចេញពីព្រះនគរតាបរហិតបានបង្គាប់ហោរាត្រូវធ្វើយ៉ាងណាសម្រាប់ព្រះទេពីទាំងរស់ហើយគាត់បានឲ្យរង្វាន់មាសជាច្រើនតម្លឹងទៅតាហោរាក្រាបថ្វាយទំនាញថាព្រះសុបិននេះអាក្រក់ណាស់នឹងមានគ្រោះអន្តរាយដល់ព្រះជន្មព្រះអង្គពុបខានព្រោះមាននាងកិនរីមួយអង្គរស់នៅក្នុងឋានកណ្ដាលធ្វើឲ្យចង្រៃដល់ព្រះនគរទាំងមូល
លុះត្រាតែទ្រង់ធ្វើពិធីបូជាយ៉ាងនាងទាំងរស់ទើបអាចរួចផុតពីគ្រោះថ្នាក់នេះព្រះបាទអតិថិវង្សទ្រង់ព្រះសម្ដាប់ហើយក៏មានបន្ទូលឲ្យពេជ្ឈឃាតចាប់នាងកែវមនោរាជាព្រះទេពពីរនៃព្រះសិទ្ធនទៅបូជាទាំងរស់ព្រះនាងផិតភ័យអត់ឧបមាហើយព្រះនាងអង្វរព្រះមេដានិងព្រះបិតាក្មេកសូមទ្រង់បងអង្គរងចាំព្រះស្វាមីត្រឡប់ពីច្បាំងសិនដើម្បីទូលលាព្រះភស្តាចូលពិធីបូជាយញ្ញតាមព្រះរាជដើម្បីទូលលាព្រះភស្តាចូលពិធីបូជាយញ្ញតាមបិតាតែហោរាមិនព្រមឲ្យរងចាំឡើយព្រោះអាចនឹងមានគ្រោះចង្រៃមកដល់នៅកន្លែងបូជាព្រះនាងកែវមនោរាគេបានរៀបចំរួចជាស្រេចដោយពួកគេបានកោអស់ជាច្រើនហើយចងនាងជាប់នឹងគល់ឈើព្រះបិតាទតឃើញដូច្នេះក៏យំសោកសរែងដោយស្នាយបុត្រសន្និសាព្រះនាងមនោរាទូលមេដាថាសូមព្រះមេដាកុំព្រះកំសៃអីឲ្យតែប្រជារាស្ត្របានសុខខ្ញុំម្ចាស់សុខចិត្តបូជាជីវិតជូនប្រទេសជាតិតែខ្ញុំម្ចាស់មានសំណងពរមួយព្រះមេដាមានសវណ្ណន័យថាសូមបត់ឆាប់ទូលមេដាមកចុះតែមនោរាទូលមេដាថាខ្ញុំម្ចាស់ចង់បានស្លាប់ទៅជាមួយដែរសូមព្រះមេដាយល់ពីបំណងចុងក្រោយនេះផងចុះព្រះមេដាក៏ទៅយកស្លាប់ដែលព្រះសិទ្ធនលាក់ទុកមកឲ្យនាងភ្លាមព្រះនាងបានស្លាប់ហើយក៏ធ្វើជារេរួមហើយហោះហើរឡើងទៅលើឆ្ពោះទៅកាន់ព្រះហេមពានសំដៅទៅអាស្រមឥសីព្រះនាងបានរៀបរាប់ព័ត៌មានយ៉ាងខុសខើនេះឲ្យលោកតាស្ដាប់ហើយព្រះនាងបានប្រគល់សម្ពុតដំកល់បានប្រគល់សម្ពុតកំពុលនិងព្រះទម្រង់មួយព្រះអង្គផ្ញើនឹងឥសីដើម្បីថ្វាយព្រះស្វាមីហើយព្រះនាងបានប្រគល់សម្ពុតកំពុលនិងព្រះទម្រង់មួយវងផ្ញើនឹងឥសីដើម្បីថ្វាយព្រះស្វាមីហើយមានបណ្ដាំយ៉ាងច្រើនគឺធ្វើយ៉ាងណាឲ្យព្រះស្វាមីបានទៅដល់ឋានកៃលាសរាជព្រះសិទ្ធនបន្ទាប់ពីបានទទួលជ័យជំនះពីបច្ចន្ទគ្រានហើយក៏លើកទ័ពត្រឡប់មកព្រះនគរវិញពេលនោះព្រះអង្គក៏ប្រញាប់យាងទៅរកព្រះមហេសីទ្រង់ពុំបានឃើញព្រះនាងនៅក្នុងកលាបន្ទំឡើយប៉ុន្តែទ្រង់បានទទួលដំណឹងថាកែវមនោរាបានចាកចេញពីអំពីព្រះនគរនេះទៅហើយក៏ទ្រង់សោកសរែងក្រៃលែងទើបទ្រង់ទូលលាព្រះវរៈមេដាដើម្បីទៅតាមរកព្រះនាងទ្រង់យាងសម្ដៅទៅកាន់អាស្រមព្រះកស្សបៈឥសីបានប្រគល់កំពុលនិងព្រះទម្រង់ទៅឲ្យព្រះសិទ្ធនព្រះកស្សបៈឥសីទូលព្រះសិទ្ធនថាសូមព្រះអង្គយកឱសថនេះផ្សំនឹងមុនសូនជាគុលិការួចយាងទៅទិសខាងជើងនិងទៅដល់ព្រៃថ្នាំពឹសសូមឲ្យព្រះអង្គយកកូនស្វាទៅជាមួយផងសូមឲ្យទ្រង់សោយតែផ្លែឈើណាដែលកូនស្វាបេះស៊ីហួសពីនោះទៅនឹងដល់ព្រៃផ្ដៅក្រែកយកសម្ពុតរុំខ្លួនប្រះផ្ទុំទៅនឹងមានហត្ថីលឹងមួយឆាបព្រះអង្គយកទៅដាក់នៅឯត្រោយខាងនីសមុទ្រតពីនេះទៅនឹងឃើញនាគពីរច្បាំងគ្នាសូមឲ្យព្រះអង្គសែកមុនសោយថ្នាំគុលិការួចយាងទៅតាមចន្លោះជើងនាគហើយទ្រង់នឹងតតឃើញភ្នំពីរទង្គិចគ្នាសែកមុនហើយយាងកាត់ភ្នំនោះនឹងបានទៅដល់លំនៅឋានយៈអរិយទឹករួចពីនោះនឹងទៅដល់ព្រៃស្បូវភ្លៀងស្បូវរដាព្រៃឫស្សីព្រៃបបោះព្រៃបន្លាព្រៃស្បាតនិងដងព្រៃភ្នំនិងភ្នំដងព្រៃធំហើយមានយៈធំកម្ពស់7ដើមថ្នោតសូមឲ្យព្រះអង្គយកថ្នាំគុលិកាលាបសរួចបាយចំដើមទ្រូងយៈសឹមធ្វើដំណើរទៅមុខទៀតនឹងបានទៅដល់ស្ទឹងទឹកក្រត់សូមឲ្យព្រះអង្គយកថ្នាំគុលិកាលាបផ្ទៃប្របាទសូមយាងទៅមុខទៀតនឹងបានទៅដល់ព្រៃផ្ដៅធំមួយត្រង់កណ្ដាលព្រៃនឹងមានដើមឈើធំមួយសម្បើមជាលំនៅឋាននៃសត្វឥន្ទ្រីសូមឲ្យព្រះអង្គចូលជ្រកពួនក្នុងចន្លោះរោមស្លាបឥន្ទ្រីនោះនឹងនាំទ្រង់ទៅដល់កំពូលភ្នំកៃលាសជាលំនៅឋានរបស់ព្រះនាងហើយលុះព្រះសិទ្ធនធ្វើដំណើរអស់តរវេលា7ឆ្នាំ7ខែនិង7ថ្ងៃកាលនោះមានកេណរី6ព្រះអង្គកាន់ក្អមមាសទៅដងទឹកពីស្រះស្រង់យកទៅជំរះមន្ទិលរាងកាយរបស់កែវមនោរា
ព្រះសធនបានតតឃើញនាងកេណរីទាំងអស់នោះលើកក្អមទឹកទ្រង់បានអធិដ្ឋានថាសូមកុំឲ្យពួកនាងលើកក្អមទឹករួចអសោះហើយទ្រង់នឹងយាងទៅជួយលើកក្អមហើយទ្រង់លុបដាក់ព្រះតម្រង់ទៅក្នុងក្អមដើម្បីជាដំណឹងទៅដល់នាងកែវមនោរានៅពេលកែវមនោរាកំពុងស្រង់ទឹកស្រាប់តែធ្លាក់ព្រះតម្រង់ចូលម្រាមដៃរបស់ព្រះនាងធ្វើឲ្យទ្រង់ដឹងថាព្រះស្វាមីបានមកដល់ឋានកែលនេះហើយទើបព្រះនាងជាងទៅក្រាបទូលព្រះបិតាអំពីដំណើររឿងរបស់ស្វាមីព្រះសធនបានចូលគាល់ព្រះបិតាក្មេកព្រះបាទទុំរាជបានសាកល្បងសិលសាស្ត្រសតិបញ្ញានិងសមត្ថភាពគ្រប់គ្រងបែបយ៉ាងទាំងអស់ក៏ឃើញថាព្រះសធនពិតជាគូព្រេងនឹងនាងកែវមនោរាពីអតីតជាតិមែនជាទីសពព្រះរាជហឫទ័យនៃព្រះវរៈមេដាបិតាណាស់ទើបព្រះបាទទុំរាជធ្វើពិធីរាជាភិសេកព្រះសធននិងនាងកែវមនោរាឲ្យឡើងគ្រងរាជនៅឋានកែលាតមកព្រះសធននាងកែវមនោរានិងព្រះវរៈមេដាបិតាព្រមទាំងរាជបរិវារបានហោះចុះមកកាន់ឋានមនុស្សដើម្បីជួបជុំព្រះញាតិវង្សព្រះសធនហើយព្រះបាទអត្តជវង្សទ្រង់បានទទួលស្វាគមន៍ព្រះរាជសន្និសាហើយធ្វើពិធីរាជាភិសេកព្រះសធននិងនាងកែវមនោរាឲ្យគ្រប់គ្រងរាជសម្បត្តិបន្តវង្សត្រកូលរហូតទៅក្រោយមកទៀតព្រះបាទអត្តជវង្សបានចេញទៅសាងព្រះភ្នួសជាឥសីឯព្រះបាទទុំរាជនិងបរិវារវិជាធរទាំងឡាយបានយាងត្រឡប់ទៅឋានកែលាវិញ
សូមជូនរឿងសត្វរឹកគ្នាធ្វើជាស្ដេចក្នុងកតបខណ្ឌបាំងបាត់ស្ងាត់កន្លងរំលងយូរណាស់មកហើយមនុស្សទាំងអស់នៅលើផែនដីក្នុងពិភពលោកនេះពុំទាន់មាននរណាមួយជាធំសម្រាប់ត្រួតត្រាគ្នានៅឡើយលុះចំណេរកាលមកខាងក្រោយទើបគេជំនុំគ្នាលើកមនុស្សម្នាក់ជាក្សត្រថ្វាយព្រះនាមថាព្រះសម្មិទ្ធរាជឲ្យសោយរាជសម្បត្តិនិងក្រងអាណាចក្រប្រជានុរាស្ត្រតទៅពួកសត្វទាំងឡាយសត្វមរគីបក្សីនិងមច្ឆជាតិកាលបើបានឃើញមនុស្សមានស្ដេចមួយអង្គសម្រាប់ត្រួតត្រាប្រជាពលរដ្ឋទូទៅក៏នាំគ្នាផ្អើលឆោឡោជ្រួលច្របល់ប្រកោកប្រកាសឲ្យពិភពលោកគឺមនុស្សនិងសត្វទាំងអស់ឲ្យដឹងថាពពួកខ្លួននេះពុំទាន់មានស្ដេចសម្រាប់ត្រួតត្រានៅឡើយទេដើម្បីឲ្យពិភពលោកជួយគិតគូរអំពីពួកខ្លួននេះខ្លះផងមិនយូរប៉ុន្មានមនុស្សទាំងអស់ក៏នាំគ្នាគិតគូររើសរកស្ដេចឲ្យពពួកសត្វទាំងនោះគេបានតាំងរាជសីដែលជាសត្វខ្លាំងពូកែមានឥទ្ធិឫទ្ធិអង្គអាចមានប្រាជ្ញាឆ្លៀសវៃនិងចរិយាស្រគត់ស្រគំជាងគេធ្វើជាស្ដេចនៃមរតពពួកសត្វមរតទាំងឡាយពេញចិត្តនឹងស្ដេចរបស់ខ្លួនដោយឥតមានប្រកែកអ្វីឡើយពពួកសត្រីគេបានតាំងអនុនតមច្ឆាដែលជាត្រីធំជាងគេឲ្យធ្វើជាស្ដេចនៃមច្ឆជាតិទាំងអស់ពពួកសត្វមច្ឆាក៏ទទួលយកដោយពេញចិត្តក្រៃលែងចំណែកឯពួកបក្សីលុះបានមកជំនុំរើសរកសត្វដែលនឹងត្រូវធ្វើជាស្ដេចនៃបក្សីទាំងពួងស្រាប់តែមានបេក្ខជនពីររូបឈរឈ្មោះឲ្យគេតាំងគឺសត្វក្អែកមួយនិងសត្វមៀមមួយសត្វទាំងពីរនេះសុទ្ធតែជាសត្វមានបរិវារយ៉ាងច្រើនរៀងខ្លួនសត្វទាំងពីរមានគំនិតចង់ធ្វើស្ដេចដូចគ្នាម្ល៉េះហើយក៏បែកជាបកពួកដើរឃោសនាប្រកួតប្រជែងអួតតែបកពួករបស់ខ្លួនរៀងខ្លួនមិនតែប៉ុណ្ណោះថែមទាំងដើរឃោសនាបន្តបង្អាប់គ្នាទៅវិញទៅមកទៀតផងដោយខាងក្អែកបានពោលពាក្យថានរណានឹងឲ្យសត្វមៀមធ្វើជាស្ដេចកើតបើភ្នែកវាធំម្លេះតែកាលណាវាបានធ្វើជាស្ដេចលើបក្សីផងទាំងពួងវានឹងបំផ្លិចបំផ្លាញអស់បក្សីផងនានាបើអ្នកទាំងអស់គ្នាមិនជឿខ្ញុំអ្នកមើលតែភ្នែកវាទៅយើងគង់បើអ្នកទាំងអស់គ្នាមិនជឿខ្ញុំអ្នកមើលតែភ្នែកវាទៅយើងគង់យល់បានថាវាជាសត្វកាចយងខ្នងប្រកបមែនឯពពួកសត្វមៀមក៏ឃោសនាបង្អាប់ទៅសត្វក្អែកវិញថាយើអាសត្វក្អែកខ្មៅទីឆ្អឹងអាឯងនេះជាសត្វខ្មៅមិនមែនខ្មៅតែរោមស្លាបនឹងសាច់តែប៉ុណ្ណោះទេខ្មៅរហូតដល់ចិត្តកំណត់ទៀតបើនរណាតែងតាំងអាសត្វក្អែកឲ្យធ្វើជាស្ដេចក្អែកនេះវានឹងជិះជាន់សង្កត់សង្កិនលើសត្វនានាជាពុំខានព្រោះអានេះចិត្តខ្មៅណាស់ជាសត្វធ្លាប់រកស៊ីពុំតាមសមាជីវរវារកតែលួចឆក់របស់គេជាអាហារបើវាបានធ្វើស្ដេច
វានឹងលួចឆក់ហើយវាទៅសង្កត់កគេយកស៊ីទាំងភ្នែកស្រស់ៗតែម្ដងអ្នកទាំងអស់គ្នាមិនបាច់គិតវែងឆ្ងាយទេមើលតែរបរវារកស៊ីសពថ្ងៃនិងចរិយាក្រឡេមក្រលើមនិងសម្បល់ស្បែកវាទៅគង់ដឹងហើយបេក្ខជនក្អែកនិងមៀមឃោសនាប្រឆាំងគ្នាយ៉ាងនេះរហូតទាល់តែបែកជាបកពួកយ៉ាងធំកើតជាឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងទើបពពួកសត្វទាំងអស់ដែលមិនចូលដៃជើងខាងបកពួកណាក៏នាំគ្នាជំនុំតាំងសត្វហង្សធ្វើជាស្ដេចនៃសត្វបក្សីទាំងអស់រហូតមកព្រោះហេតុនេះបានជាក្អែកនិងមៀមចេះតែស្អប់គ្នាដរាបមកដល់សពថ្ងៃនេះជាប់ជាទម្លាប់មួយដែលចែកសត្វជាពួករកស៊ីពេលយប់និងពួករកស៊ីពេលថ្ងៃហើយសត្វទាំងពីរពួកនេះឃើញគ្នាមិនបានឡើយរឿងព្រះវេស្សន្តរកាលពីព្រះបរមសាស្ត្រាគង់ក្នុងវត្តនិក្រូធិរាមនៅនគរកបិលភស្តុថ្ងៃមួយមានភ្លៀងធ្លាក់បោកខរពណ៌យ៉ាងអស្ចារ្យព្រះសម្មាសម្ពុទ្ធក៏សម្ដែងធម៌ទេសនាថាកាលកន្លងទៅហើយមានស្ដេចនគរចេតុត្តរៈព្រះនាមសេរីមហារាជទ្រង់មានព្រះរាជបុត្រមួយអង្គព្រះនាមស្រីសញ្ជ័យទ្រង់បានអភិសេករាជបុត្រស្រីសញ្ជ័យជាមួយព្រះនាងភស្តីដែលជាបុត្រីរបស់ព្រះបាទមុត្តរាជហើយព្រះអង្គបានផ្ទេររាជសម្បត្តិឲ្យរាជបុត្រស្រីសញ្ជ័យគ្រងរាជបន្តថ្លែងពីព្រះនាងភស្តីកាលពីអតីតជាតិទ្រង់គឺជាព្រះអគ្គមហេសីរបស់ព្រះឥន្ទ្រាធិរាជដោយសារតែទ្រង់អស់បុណ្យនឹងនៅឋានទេវលោកទើបព្រះនាងជាយុទ្ធមកកើតនៅឋានមនុស្សលោកវិញកាលពីអតីតជាតិព្រះនាងគឺជាបុត្រីរបស់ព្រះបាទពុទ្ធមរាជបានថ្វាយក្លឹមច័ន្ទចំពោះព្រះពុទ្ធវិបស្សនាមានក្លិនក្រអូបហើយក្លិនក្រអូបនេះបានជាប់មកដល់ពេលព្រះនាងជាយុទ្ធមកនៅឋានមនុស្សព្រះនាងបានសុំឲ្យព្រះអិនប្រទានពរ10ប្រការមកឲ្យនាងគឺទី1សូមឲ្យបានជាព្រះអគ្គមហេសីនៃព្រះបាទស្រីសញ្ជ័យនៅក្នុងនគរចេតុត្តរៈទី2សូមឲ្យមានភ្នែកល្អមានភូមិកោងត្រទេសត្រទួយដូចបង្គួយកៅតន់ទី3សូមឲ្យមានឈ្មោះជាភស្តីដដែលទី4សូមឲ្យមានកូនប្រុសម្នាក់មានកិត្តិនាមល្បីរន្ទឺទី5ពេលមានគភ៌សូមឲ្យមានផ្ទៃពោះរាបស្មើល្អដូចប្រក្រតីទី6សូមកុំឲ្យមានដោះសណ្ដាយទី7សូមកុំឲ្យមានសក់ស្កូវទី8សូមឲ្យមានសម្បុរស្បែកសាច់មាត់ខៃដូចសត្វពពិលមាសទី9សូមឲ្យមានអំណាចអាចដោះទុក្ខទោសរបស់មនុស្សសត្វទាំងឡាយទី10សូមឲ្យមានបក្សីគឺហង្សក្រៀលកងានក្ងោកបន្លឺនៅសពល្វែងល្វើយចិត្តព្រះរាជមន្ទីរពេលព្រះអិនប្រទានពររួចហើយព្រះនាងក៏ជយុទ្ធពីឋានទេវលោកមកចាប់កំណើតក្នុងផ្ទៃព្រះអគ្គមហេសីរបស់ព្រះបាទមុត្តរាជលុះពេលប្រសូតព្រះនាងមានក្លិនច័ន្ទក្រអូបណាស់ទើបព្រះបិតាថ្វាយព្រះនាមភស្តីលុះព្រះនាងចម្រើនធំពេញវ័យក៏បានរៀបអភិសេកជាមួយព្រះបាទសញ្ជ័យព្រះនាងភស្តីបានសម្រេចនៅពរ9ប្រការហើយ
នៅសល់តែមួយប្រការទៀតប៉ុណ្ណោះទើបព្រះឥន្ទសូមឲ្យព្រះពោធិសត្វយាងមកចាប់បដិសន្ធិក្នុងផ្ទៃរបស់ព្រះនាងផុស្តីក្នុងថ្ងៃជាមួយគ្នានេះដែរក៏មានទេវបុត្រ 1000 អង្គជាយុទ្ធមកកើតក្នុងត្រកូលអាមាត្យ 1000 នាក់ផងដែរចាប់តាំងពីព្រះពោធិសត្វមកចាប់កំណើតក្នុងផ្ទៃព្រះនាងមកទ្រង់តែងតែចង់ធ្វើទានជានិច្ចក្នុងមួយថ្ងៃព្រះនាងបានចំណាយព្រះរាជទ្រព្យ 60000 កហបណៈសម្រាប់សាលាឆទានទាំង6ដែលព្រះនាងបានកសាងពេលនោះព្រះពោធិសត្វទ្រង់ប្រសូតពីផ្ទៃព្រះនាងផុស្តីចំថ្ងៃដែរទ្រង់យាងទៅគ្រឹះស្ថានពួកឈ្មួញកាលនោះព្រះពោធិសត្វក៏បានប្រសូតចំផ្លូវប្រសពនៃពួកឈ្មួញហេតុនេះហើយទើបទ្រង់ថ្វាយព្រះនាមថាព្រះវេស្សន្តរពេលប្រសូតមកភ្លាមទ្រង់ក៏សុំព្រះមាតាព្រះបិតាធ្វើទានអស់ព្រះរាជទ្រព្យ 1000 កហបណៈនៅថ្ងៃដែរព្រះពោធិសត្វប្រសូតមកក៏មានមេដំរីមួយបាននាំកូនដំរីមង្គលឈ្មោះបច្ច័យនាគជាកូនដំរីដែលមានដំណើរល្វល់ល្វន់មានកន្ទុយអាចបោះព្រះធរណីបានជាដំរីមានបុណ្យទៅដល់ទីណាទីនោះក៏មានភ្លៀងជោគជាំត្រជាក់ត្រជុំពេលព្រះវេស្សន្តរចម្រើនព្រះជន្មបាន5ព្រះវស្សាទ្រង់បានព្រះរាជទាននៅគ្រឿងប្រដាប់ប្រដាសម្រាប់កុមារមានតម្លៃ100,000 កហបណៈចំនួន9ដងពេលព្រះវេស្សន្តរចម្រើនព្រះជន្មបាន8ព្រះវស្សាក៏សពព្រះរាជហឫទ័យថាបើមានជនណាមកសុំបេះដូងភ្នែកឬសាច់ឈាមទ្រង់នឹងប្រទានឲ្យភ្លាមគ្រាន់តែទ្រង់មានព្រះតម្រិះដូច្នេះក៏ស្រាប់តែផែនដីក៏ក្រោកញាប់ញ័រឡើងលុះដល់ព្រះវេស្សន្តរមានព្រះជន្ម16ព្រះវស្សាព្រះបាទស្រីសញ្ជ័យក៏បានរៀបអភិសេកព្រះរាជបុត្រព្រះវេស្សន្តរជាមួយនឹងព្រះនាមមិត្រីជាព្រះរាជបុត្រីនៃស្ដេចនគរមុត្តរដ្ឋហើយឲ្យព្រះរាជបុត្រព្រះវេស្សន្តរឡើងគ្រងរាជ្យបន្តព្រះវេស្សន្តរតែងតែគង់លើដំរីបច្ច័យនាគយាងទៅសាលាឆទាន6ដងក្នុងមួយខែនិងបរិច្ចាគព្រះរាជទ្រព្យ 600,000 កហបណៈក្នុងមួយខែក្រោយមកព្រះអង្គប្រសូតបានព្រះរាជបុត្រ2អង្គថ្វាយព្រះនាមជាលីជាបុត្រានិងបុត្រីកណ្ណហាជានាហៅថាក្រឹស្នាវេលាឆ្នាំមួយនៅដែនកលង្កាមានភាពរាំងស្ងួតគ្មានភ្លៀងធ្លាក់សោះបណ្ដាលឲ្យប្រជាកសិករធ្វើកសិកម្មមិនបានឡើយកាលនោះព្រះវេស្សន្តរបានប្រទានដំរីបច្ច័យនាគទៅអ្នកស្រុកកលង្កាដោយសទ្ធាជ្រះថ្លាអ្នកស្រុកស្រីពរាខឹងសម្បាក៏នាំគ្នាប្តឹងតវ៉ាចំពោះព្រះបាទស្រីសញ្ជ័យហើយសុំឲ្យបបោបង់ព្រះបាទវេស្សន្តរចេញពីព្រះនគរព្រោះស្ដេចអង្គនេះមានព្រះតីគិតតែពីបរិច្ចាគទ្រព្យធ្វើទានគ្រប់យ៉ាងឲ្យតែគេទូលសុំដូច្នេះពួកយើងមិនពេញចិត្តនឹងទ្រង់ឡើយព្រះបាទស្រីសញ្ជ័យមិនយល់ស្របនឹងយោបល់ប្រជារាស្ត្រទេប្រជារាស្ត្រក្នុងនគរគំរាមព្រះអង្គថាបើព្រះអង្គមិនព្រមបបោបង់ព្រះវេស្សន្តរចឹងទេពួកគេនឹងធ្វើការបោះបោប្រហារស្ដេចព្រះនាងផុស្តីទតឃើញដូច្នេះទ្រង់មានប្រតិយអួលអាក់ព្រះកន្សែងជាខ្លាំងហើយមានព្រះសវណ្ណន័យថាបុត្រព្រះវេស្សន្តរមិនដែលធ្វើអ្វីខុសសោះម្ដេចប្រជារាស្ត្រចង់បំបបងព្រះអង្គយ៉ាងនេះព្រះនាងទ្រង់បដិសេធមិនឲ្យប្រជារាស្ត្រធ្វើបែបនេះទេព្រាមនោះព្រះវេស្សន្តរទូលទៅព្រះមេដាបិតាថាទូលព្រះបង្គំយល់ព្រមធ្វើតាមបំណងប្រជារាស្ត្រប៉ុន្តែមុននឹងទូលព្រះបង្គំយាងចាកឆ្ងាយពីព្រះនគរទូលព្រះបង្គំសូមធ្វើទានសតសៈតកមហាទានគឺមួយមុខមាន700ដូចជាដំរីសេះរទេះបរិវារប្រុសស្រីមេកោភាជមាសជាដើមប្រជារាស្ត្រឮដូច្នេះកាន់តែក្តៅក្រហាយទ្វេឡើងថារតែវិនាសស្រុកទេសនឹងជួបតែរឿងហិនហោចក្នុងព្រះនគរ
ក៏នាំគ្នាស្រែកបណ្ដេញព្រះវេស្សន្តរឲ្យចាក់ចេញជាបន្ទាន់ព្រះវេស្សន្តរមានព្រះបន្ទូលថាយើងនឹងយាងចេញពីព្រះរាជវាំងក្នុងពេលឥឡូវនេះចំណែកព្រះមហាសីនឹងបត់ចង់ទៅតាមក៏ទៅចុះយើងមិនបង្ខំទេព្រះនាងមេត្រីមានប្រតិយថាបើទន្លេគ្មានទឹកគេហៅថាទន្លេអាក្រាតដែនគ្មានស្ដេចហៅថាដែនអាក្រាតឯស្ត្រីមេបាយហៅស្ត្រីអាក្រាតដូច្នេះខ្ញុំម្ចាស់នឹងយកបុត្រទាំងពីរយាងទៅជាមួយព្រះស្វាមីដែរហើយព្រះវេស្សន្តរជិះរាជរថទឹមសេះចំនួន4នាំព្រះមហាសីនិងបុត្រាបុត្រីយាងចេញពីព្រះរាជវាំងឆ្ពោះទៅកាន់ភ្នំគិរីវង្គតកាលនោះមានព្រាហ្មណ៍4នាក់ចាំស្ទាក់សុំសេះទាំង4ពីព្រះវេស្សន្តរព្រះវេស្សន្តរក៏ដាក់ធានសេះទាំង4ដល់ព្រាហ្មណ៍ទាំង4នាក់ដោយសទ្ធាជ្រះថ្លាកាលនោះមានទេវបុត្រ4អង្គបាននិមិត្តជាសត្វរមាំងអូសរាជរថបន្តទៅមុខទៀតមិនយូរប៉ុន្មានក៏បានជួបនឹងព្រាហ្មណ៍4នាក់ចាំស្ទាក់សុំរមាំងនឹងរាជរថព្រាហ្មណ៍នោះព្រះវេស្សន្តរក៏បានប្រគល់រមាំងទាំង4នឹងរាជរថឲ្យព្រាហ្មណ៍នោះទៀតស្ដេចទាំង4អង្គក៏ចុះពីរាជរថយាងដោយព្រះបាទទាព្រះវេស្សន្តរដឹកដៃជាលីឯព្រះមហាសីដឹកដៃក្រស្នាយាងទៅតាមផ្លូវស្ងាត់ជ្រងំនៅតាមផ្លូវព្រះរាជបុត្រស្រែកឃ្លានយ៉ាងខ្លាំងក៏ព្រះកន្សែងទារកផ្លែឈើសោយភ្លាមនោះមែកឈើក៏ទទុនបង្អោបផ្លែឈើថ្វាយដល់ក្សត្រទាំង4ជាអង្គព្រះស្ងោយកាលនោះព្រះឥន្ទ្រាធិរាជបើកព្រះនេត្រទតឃើញដូច្នេះក៏ជួយបង្រួមផ្លូវហើយយាងតែមួយថ្ងៃក៏ទៅដល់មេតលនគរចេញពីមេតលនគរចម្ងាយ15យោជន៍ក៏បានទៅដល់មុតស្រះបោកខរណីទើបយាងចូលក្នុងអាស្រមបទដែលទេវតានិមិត្តថ្វាយជូនមានធ្នូសព្រះខ័នថ្លានិងសម្ពុតធ្វើពីស្បែកខ្លាសម្រាប់ព្រះវេស្សន្តរបួសជាតាបសចំណែកនាងមេត្រីក្រងនៅសម្ពុតធ្វើពីសម្បកឈើក្រងដោយស្បូវភ្លៀងពៀនីឈៀងស្មាដោយស្បែកខ្លាបួសជាដូនជីឯព្រះរាជបុត្រទាំងពីរអង្គទ្រង់ក៏បំបួសដោយសេចក្តីជ្រះថ្លាចម្រើនភាវនានៅក្នុងអាស្រមចង្កេះភ្នំគិរីវង្គតអត់មានទុក្ខភ័យអ្វីបានសេចក្តីសុខណាស់ថ្លែងពីព្រាហ្មណ៍ម្នាក់ឈ្មោះជជក់រស់នៅក្នុងស្រុកទុនអ្នកបឋព្រាហ្មណ៍តាជជក់តែងថាសុំទានគេហើយបានសន្សំប្រាក់ចំនួន100កហបណៈយកទៅផ្ញើទុកនឹងមិត្តភ័ក្តិជាព្រាហ្មណ៍ដូចគ្នារួចបន្តដើរសុំទានគេទៀតព្រាហ្មណ៍ទទួលបញ្ញាហើយក៏បានចាយប្រាក់តាជជក់អស់ដល់ពេលតាជជក់មកទារប្រាក់វិញក៏គ្មានអ្វីសងទើបប្រគល់កូនស្រីដ៏ស្រស់ស្អាតឈ្មោះនាងអមិតបនាហើយអមិតធីតាធ្វើជាប្រពន្ធតាជជក់តាជជក់សប្បាយចិត្តណាស់ព្រោះបានប្រពន្ធក្មេងស្អាតក៏នាំនាងទៅនៅឯស្រុកពួកព្រាហ្មណ៍ក្មេងៗខឹងនិងអមិតធីតាព្រោះនាងចេះបម្រើប្តីដែលមានវ័យចំណាស់ថ្ងៃមួយពេលនាងចេញទៅដងទឹកស្រាប់តែមានព្រាហ្មណ៍ក្មេងៗចាំស្ទាក់ផ្លូវនាងហើយបានវាយធ្វើបាបជាប្រតិចនាងដោយប្រការផ្សេងពេលអមិតធីតាដល់ផ្ទះក៏យំរំអុកតាជជក់ឲ្យទៅរកខ្ញុំកំដរប្រុសស្រីដើម្បីនៅចាំបម្រើព្រោះនាងលែងហ៊ានទៅដងទឹកដូចមុនទៀតហើយបើមិនដូច្នេះទេនាងនឹងតែងខ្លួនឲ្យស្អាតនឹងទៅយកប្តីក្មេងតាជជក់កាលបើលឺអមិតធីតានិយាយដូច្នេះក៏ធ្វើដំណើរចូលព្រៃសំណៅទៅភ្នំគិរីវង្គតនៅតាមផ្លូវតាជជក់ខំដើរទាំងហូរញើសសស្រាក់ហើយក៏បានជួបនឹងឆ្កែចេតបុត្រ
ស្រាប់តែឆ្កែទាំងនោះនាំគ្នារត់ដេញខាំតាជជក់ភ័យណាស់ក៏ស្ទុះរត់ឡើងដើមឈើរួចស្រែកយំរកព្រះវេស្សន្តរចេះតែបត់ឃើញដូច្នេះក៏ទាញធ្នូគំរាមសម្លាប់តាជជក់ស្រែកប្រាប់ចេះតែបត់ថាយើងជារាជទូតរបស់ព្រះបាទស្រីសញ្ជ័យទ្រង់បានបញ្ជូនយើងឲ្យមកទទួលព្រះរាជបុត្រចូលព្រះនគរវិញចេះតែបត់សម្ដាប់ឮហើយក៏ដោះលែងតាជជក់ឲ្យទៅសំណាក់អាស្រមព្រះបាទវេស្សន្តរតាមស្រួលតមកតាជជក់បានជួបនឹងតាបោះម្នាក់តាបោះសួរតាជជក់ថាតាទៅណាតាជជក់ថាមកសួរសុខទុក្ខព្រះវេស្សន្តរតាបោះសម្ដាប់ហើយក៏ចង្អុលបង្ហាញផ្លូវទៅកាន់សំណាក់ព្រះវេស្សន្តរថ្លែងពីនាងមេត្រីក្នុងវេលារាត្រីដែលតាជជក់ដើរចុះដល់ទីអាស្រមបទព្រះនាងបានសុបិនឃើញបរិសម្នាក់គៀបសម្បុរខ្មៅស្លៀកសំពត់ត្រឹមជង្គង់ផ្កាចាសៀត្រជាដៃកាន់អាវុធមុតថ្លារត់ចូលមកក្នុងបារមសិលាចាប់ព្រះនាងផ្ដួលចាក់ឆ្កៀលយកព្រះនាងទាំងពីរហើយពុះទ្រូងយកខ្លោងនិងបេះដូងទៅស្រាប់តែព្រះនាងភ្ញាក់ប្រកាយភ័យតក់ស្លុតយាងទៅជួបព្រះវេស្សន្តរឲ្យជួយកាត់សុបិននិមិត្តនេះព្រះវេស្សន្តរទូលប្រាប់មហេសីថាសុបិននេះល្អទេមហេសីឆាប់យាងទៅវិញចុះក្រែងបត់ភ័យខ្លាចពេលភ្ញាក់ឡើងមិនឃើញព្រះមាតានៅក្បែរព្រឹកព្រៀងព្រះសូរិយារះព្រះនាងមត្រីយកបុត្រទាំងពីរមកផ្ញើព្រះវេស្សន្តររួចក៏យាងចូលព្រៃរកបេះផ្លែផល្លាមកធ្វើជាចង្ហាន់ព្រះវេស្សន្តរទ្រង់ជ្រាបតាំងពីយប់មកម្លេះថាព្រឹកនេះនឹងមានស្មុំមកសុំព្រះរាជបុត្រទៅហើយភ្លាមនោះតាជជក់ក៏ដើរចូលមកដល់ហើយនិយាយសុំជាលីក្រឹស្នាពីព្រះអង្គព្រះវេស្សន្តរមានព្រះបន្ទូលថាណែហើយចុះយើងមិនចំទាស់ទេប៉ុន្តែតាគួរតែចាំម្ដាយគេមកដល់សិនតាជជក់ទូលតបវិញថាបើចាំព្រះនាងមកដល់ក្រែងទ្រង់មិនព្រមប្រទានព្រះវេស្សន្តរស្ដាប់តាជជក់ហើយក៏ងាកមកលួងលោមបុត្រថាសូមបុត្រទាំងពីរជួយបំពេញបារមីឲ្យបិតាផងជាលីក្រឹស្នាគ្រាន់តែតតឃើញតាជជក់ភ្លាមមានព្រះតីខ្លាចតាជជក់ណាស់ក៏នាំគ្នារត់ទៅពួនក្នុងស្រះយកស្លឹកឈូកបាំងព្រះភ័ក្ត្រកុំឲ្យតាជជក់រកឃើញតាជជក់ទទួលការអនុញ្ញាតពីព្រះវេស្សន្តរហើយក៏ឲ្យវល់ចាប់ចងកុមារទាំងពីរទាញចេញទៅពីស្រះទឹកវាយបណ្ដាចេញនៅចំពោះព្រះភ័ក្ត្រព្រះវេស្សន្តរភ្លាមនោះតាជជក់ក៏ចំពប់ជើងដួលរមោតកុមារពីដៃកុមារទាំងពីរក៏រត់ទៅអោបព្រះបាទទាព្រះបិតាទាំងព្រះនេត្រហូររហាមតាជជក់ងើបពីដួលស្ទុះមកចាប់កុមារកញ្ឆក់ពីព្រះវេស្សន្តររួចចងអូសទាញវាយដំឥតត្រាប្រណីព្រះវេស្សន្តរទតឃើញដូច្នេះខ្ញាល់ជាខ្លាំងចង់តែទាញធ្នូសឬព្រះខ័នថ្លាប្រហារតាជជក់ឲ្យខ្សែប្រាណតែទ្រង់ខំទប់ព្រះតីក៏បានបណ្ដោយឲ្យតាជជក់ធ្វើតាមអំពើចិត្តតាជជក់នាំព្រះរាជកុមារចេញកាន់តែឆ្ងាយទៅពីអាស្រមព្រះវេស្សន្តរកុមារទាំងពីរអស់សង្ឃឹមថានឹងលែងបានជួបព្រះភ័ក្ត្រព្រះមាតាទៀតហើយទើបបួងសួងថាសូមឲ្យទេវតាជួយផ្ដល់ដំណឹងនេះដល់ព្រះមេតាផងថាពួកយើងឥតមានទុក្ខភ័យអ្វីឡើយសូមកុំឲ្យទ្រង់យាងមកតន់ឲ្យសោះព្រះឥន្ទ្រាធិរាជបានស្ដាប់នៅការទូលយំរបស់កុមារហើយក៏បញ្ជូនទេវតា3អង្គនិមិត្តជារាជសីខ្លាធំនិងខ្លាដំបងមកបង្អាក់ដំណើរព្រះនាងមេត្រីខ្លាចទ្រង់ឆាប់ដឹងដំណឹងនឹងរត់ទៅតាមយកព្រះរាជកុមារមកវិញព្រះនាងមេត្រីកំពុងតែបេះផ្លែផល្លា
ទ្រង់ក៏ញាក់ភ្នែកឆ្វេងរកម្មភ្នែកស្ដាំជាប្រភ្នូរមិនល្អបេះបានផ្លែឈើបន្តិចបន្តួចក៏រហ័សយាងត្រឡប់មកវិញស្រាប់តែបានជួបនឹងសត្វខ្លាទាំង3នៅលើផ្លូវព្រះនាងភ័យខ្លាំងពេកក៏ដួលសន្លប់បាត់ស្មារតីនៅទីនោះរហូតដល់ពេលប្រលប់ទើបទេវតាទាំង3អង្គត្រឡប់ទៅវិញព្រះនាងមទ្រីភ្ញាក់ដឹងខ្លួនកាលណាក៏មនីប្រញាប់យាងមកអាស្រមស្រែករកព្រះរាជបុត្របណ្ដុលហឫទ័យឲ្យចេញមកទទួលមេដាភាពស្ងប់ស្ងាត់ធ្វើឲ្យព្រះនាងកាន់តែព្រួយបារម្ភពន់ពេកក៏យាងទៅសួរតាបោះជាស្វាមីព្រះវេស្សន្តរធ្វើជាស្ដីបន្ទោសឲ្យទ្រង់ថាមិនដេចក៏នាងទៅយូរយ៉ាងនេះឬក៏នាងលួចតែមានប្រុសថ្មីព្រះនាងទ្រហោយំនៅចំពោះប្រភពព្រះវេស្សន្តររួចក៏ដួលសន្លប់ម្ដងទៀតលុះព្រះនាងដឹងប្រកាយឡើងវិញព្រះវេស្សន្តរទូលព្រះនាងថាអាត្មាបានឲ្យជាលីក្រឹស្នាជាទានដល់ព្រាហ្មណ៍ស្មោមបាត់ទៅហើយសូមនាងអនុមោទនាបុត្រជាទានដល់យើងផងព្រះនាងសម្ដាប់ទ្រង់ហើយក៏អនុមោទនាដោយសេចក្តីជ្រះថ្លាក្រោយមកព្រះអិនក៏និមិត្តជាព្រាហ្មណ៍ចាស់ជរាចូលទៅក្រាបបង្គំសូមព្រះនាងមទ្រីពីព្រះវេស្សន្តរព្រះវេស្សន្តរក៏ព្រមឲ្យទៀតប៉ុន្តែសូមទ្រង់ឲ្យព្រះរាមសួរចិត្តព្រះនាងសិនព្រះនាងមានព្រះសវណ្ណថាកុំថាឡើយខ្លួនខ្ញុំម្ចាស់សូមបីតែសាច់ឈាមទោះជាបេះដូងថ្លើមប្រមាត់ឬក៏យកខ្ញុំទៅលក់ជាទ្រព្យដាក់ទានឲ្យព្រាហ្មណ៍ក៏ខ្ញុំម្ចាស់ព្រមដែរឥតមានប្រកែកឡើយព្រះវេស្សន្តរក៏ព្រះរាជទានព្រះមហាសីដល់ព្រះអិនព្រាហ្មណ៍ក្នុងវេលានោះឯងចំណែកអិនព្រាហ្មណ៍កាលបានទទួលព្រះនាងហើយក៏មានព្រះតីរីករាយជាអនេកទើបកាឡាខ្លួនជាព្រះអិនវិញហើយប្រគល់នាងមទ្រីឲ្យព្រះវេស្សន្តរទើបប្រទានពរជ័យដល់ព្រះវេស្សន្តរព្រះវេស្សន្តរក៏សូមពរជ័យពីព្រះអិនចំនួន8ប្រការគឺទី1សូមឲ្យព្រះមេដាបិតាមកយាងយើងខ្ញុំទៅព្រះនគរវិញសូមឲ្យយើងមានអំណាចអាចដោះទុក្ខសត្វទាំងឡាយឲ្យរួចផុតពីសេចក្តីស្លាប់សូមឲ្យបានទី3សូមឲ្យបានសង្គ្រោះជនកំសត់ទុរគតទូទៅឲ្យផុតពីក្រលំបាកទី4សូមកុំឲ្យយើងមានចិត្តត្រេកត្រអាលក្នុងផ្លូវកាមគុណជាអកុសលទី5សូមឲ្យជាលីក្រឹស្នាបានគ្រប់គ្រងបរិយពាជ័យចិត្តតរៈទី6កាលបើយើងខ្ញុំបានទៅដល់បរិយរាជធានីហើយសូមឲ្យមានអាហារទឹកកាត់ឡើងជារៀងរាល់ថ្ងៃទី7សូមឲ្យមានការបរិច្ចាគទានរបស់យើងខ្ញុំកុំបីមានខ្វះចន្លោះឡើយទី8ក្រោយការរលាយបញ្ចខណ្ឌហើយសូមឲ្យយើងខ្ញុំតាត់ក្នុងឋានតុសិតទេវលោកព្រះឥន្ទ្រាធិរាជបានប្រសិទ្ធពរទាំង8ប្រការនេះថ្វាយដល់ព្រះវេស្សន្តរនិងព្រះនាងមទ្រីហើយក៏ឡើងទៅឋានសួគ៌វិញថ្លែងពីតាជជក់ពេលបណ្ដើរព្រះរាជកុមារបានពាក់កណ្ដាលផ្លូវព្រះអាទិត្យក៏អស់ស្ដង់គត់តាជជក់ក៏ចងកុមារទាំងពីរជាប់នឹងគល់ឈើហើយគាត់ឡើងទៅចងអង្រឹងសម្រាននៅលើដើមឈើវេលានោះទេវតារក្សាកុមារតែងតែនិមិត្តជាព្រះមេដាបិតាមកស្រ័យចំណងកុមារបញ្ចុកចំណីបបោះអង្អែលបំពេថ្នាក់ថ្នមឲ្យគេងលក់រហូត15ទិវារាត្រីព្រឹកព្រៀងព្រះសូរិយារះកាលណាតាជជក់វាបណ្ដាកុមារទៅមុខទៀតលុះដល់ផ្លូវបំបែកតាជជក់ក៏វវែងផ្លូវទៅដល់ចេតតរៈនគររាជអាមាត្យស្គាល់ជាក់ជារាជកុមារក៏រហ័សទៅទូលព្រះរាជាព្រះបាទស្រីសញ្ជ័យ
ចេញមកតតឃើញតាចាស់បណ្ដាកុមារទាំងពីរស្គាល់ជាក់ជាចៅរបស់ទ្រង់ក៏បញ្ជាអាមាត្យឲ្យទៅហៅតាចូលគាល់តាជជក់ចូលមកក្រាបថ្វាយព្រះបង្គំព្រះបាទស្រីសញ្ជ័យព្រះអង្គយល់ការសពគ្រប់ក៏លួសយកកុមារទាំងពីរក្នុងតម្លៃមាស2000លំលឹងនិងវត្ថុផ្សេងៗជាច្រើនទៀតដល់តាជជក់តាមតម្លៃដែលព្រះវេស្សន្តរបានកាត់ថ្លៃបន្ទាប់មកព្រះបាទស្រីសញ្ជ័យមានព្រះរាជបញ្ជាឲ្យនិមន្តសព្វមុខមន្ត្រីរៀបចំពិធីជប់លៀងតាជជក់ដើម្បីរំដោះគ្រោះចៅជលីក្រឹស្នាក្នុងពិធីនោះសុទ្ធសឹងជាម្ហូបអាហារដែលមានអជារសឈ្ងុយឆ្ងាញ់ពោពេញទៅដោយនំបញ្ចុកនិងនំចំណីផ្សេងទៀតតាជជក់ឃ្លានពេកក៏បរិភោគទាំងចិត្តត្រេកអររហូតដល់បែកពោះស្លាប់នៅពេលនោះទៅបន្ទាប់ពីព្រះបាទស្រីសញ្ជ័យព្រះនាងផុស្តីនិងរាជវង្សានុវង្សព្រមទាំងអាមាត្យមន្ត្រីញាក់មុខអ្នកការក៏ដង្ហែទៅយាងព្រះវេស្សន្តរនិងព្រះនាងមទ្រីត្រឡប់មករាជវាំងវិញកាលបើបានជួបព្រះភ័ក្ត្រទ្រង់ហើយក្សត្រទាំង6អង្គមានព្រះតីព្រះកន្សែងខ្សឹកខ្សួលអួលអាក់រកថ្លែងពុំបានរហូតដល់សន្លប់បាត់បង់ស្មារតីទាំងអស់គ្នាពេលនោះមហាមេឃបានបង្អុរទឹកបោកខៈពណ៌ស្រោចលើស្ដេចទាំង6អង្គឲ្យដឹងព្រះកាយឡើងវិញទាំងអស់បន្ទាប់មកព្រះមេដាបិតាក៏សូមឲ្យបុត្រទាំងពីរលាចាកព្រះភ្នោះត្រឡប់ទៅនគរវិញដើម្បីគ្រងរាជ្យនៅចេតុត្តរនគរព្រះវេស្សន្តរនិងព្រះមហាសីក៏យល់ព្រមតាមព្រះមេដាបិតាវិលត្រឡប់ទៅរាជវាំងជួបជុំព្រះរាជបុត្រជលីក្រឹស្នាព្រះបាទវេស្សន្តរក្រោយពីបានឡើងគ្រងរាជសារជាថ្មីទ្រង់តែងតែអប់រំបន្ទំទានបារមីដរាព្រះអង្គសោយព្រះទីវង្គតនិងអស់ព្រះជន្មគ្រប់ព្រះអង្គតាជជក់បានកើតជាទេវទត្តនាងអមតិតាកើតជានាងចិញ្ចាចិត្តបុត្រកើតជាធនភិក្ខុព្រះបាទស្រីសញ្ជ័យបានជាព្រះសុទ្ធោទព្រះនាងផុស្តីបានជាព្រះនាងសិរីមហាមាយាព្រះនាងមេត្រីបានជានាងពំពាសោធរាជាលីបានជារាហុលកុមារក្រឹស្នាបានជានាងអបលវណ្ណរីព្រះវេស្សន្តរបវរព្រះពោធិសត្វគឺព្រះសម្មាសម្ពុទ្ធនេះឯង
សូមជូនរឿងសត្វប្រលង្កាកាលណាគេឃើញសត្វប្រលង្កាគេតែងនឹកឆ្ងល់ចំពោះភាពប្លែករបស់សត្វនេះគឺតែងតែឃើញញីនិងឈ្មោលរស់នៅជាប់លើខ្នងញីនោះជាដរាបដូចនេះទើបមានពាក្យគេចំអន់គ្នាលេងចំពោះមនុស្សប្រុសដែលខ្ជិលរកស៊ីរស់តែដោយសារស្រីកុំធ្វើដូចជាសត្វប្រលង្កាចំពោះការរស់នៅដ៏ចម្លែករបស់សត្វនេះមានរឿងព្រេងបារម្ភនិទានដូចតទៅកាលនោះមានក្សត្រមួយអង្គដោយទ្រង់មានព្រះអគ្គជាយាប្រកបដោយរូបឆោមលោមពណ៌ល្អស្រស់តែព្រះអង្គពុំទាន់មានព្រះរាជបុត្រសោះថ្ងៃមួយទ្រង់ហៅហៅឲ្យចូលមកគន់គូដើម្បីរៀបធ្វើពិធីយ៉ាងណាឲ្យបានព្រះរាជបុត្រមួយអង្គតាហៅចូលថ្វាយទំនាយគឺសូមព្រះអង្គរៀបធ្វើជាពិធីពលិកាបួងសួងចំពោះទេវតាដើម្បីសុបត្តិដោយមានរៀបចំគ្រឿងសក្ការៈបូជាឧឡារិកផងដែរដោយឫទ្ធានុភាពនៃការបួងសួងព្រះអង្គក៏បានព្រះរាជឱរសមួយអង្គប្រកបដោយរូបឆោមស្អាតបាតល្អណាស់គួរជាទីសព្វព្រះរាជហឫទ័យនៃព្រះវរបិតាមាតាយ៉ាងក្រៃលែងលុះព្រះរាជកុមារបានព្រះជន្ម7ព្រះវស្សាហើយមានពេលមួយនោះព្រះវររាជមាតាទ្រង់ភ្នក់ព្រះរាជហឫទ័យចង់នាំព្រះរាជបុត្រចេញទៅក្រសាលនៅក្នុងសួនឧទ្យានព្រះនាងក៏ថ្វាយបង្គំលាព្រះស្វាមីនាំព្រះរាជបុត្រចេញទៅដោយមានព្រះរាជបរិពារហែហោមពាសពេញជាគ្រោះអាក្រក់ពេលនោះមានគ្រុឌមួយហិចហើរស្វែងរកអាហារសពទិសទីស្រាប់តែមកប្រទះឃើញនុឈានដែលមានមនុស្សអ៊ូអរសត្វគ្រុឌចង្រៃក៏ចុះមកឆាបឆក់ព្រះរាជកុមារពីកណ្ដាលចំណោមមនុស្សនោះទៅព្រះវរមេតាទ្រង់រន្ធត់ស្លុតព្រះទ័យយ៉ាងខ្លាំងដោយឃើញស្ដាយព្រះរាជបុត្រាបណ្ដូលហឫទ័យព្រះនាងនាំបរិពារតាមមើលសត្វចង្រៃដែលចាប់យកព្រះរាជកុមារទៅនោះឃើញថាវាហែឆ្លងសមុទ្រយ៉ាងឆ្ងាយដាច់កន្ទុយភ្នែកលុះសេចក្តីសង្ឃឹមហើយព្រះនាងទ្រង់យាងត្រឡប់នាំព័ត៌មានយ៉ាងក្រៀមក្រំនេះថ្វាយទៅព្រះស្វាមីវិញព្រះអង្គពិបាកចិត្តពេកក៏ចាត់ចែងឲ្យហោរាមកគន់គូអំពីជោគវាសនានៃព្រះរាជបុត្រាតាហោបានថ្វាយទំនាយថាព្រះរាជកុមារមិនទាន់អស់ព្រះជន្មទេសត្វនេះវានឹងត្រូវអដំណើរនៅពាក់កណ្ដាលផ្លូវជាមិនខានក្រោយបានជ្រាបព័ត៌មាននេះហើយព្រះរាជាប្រកាសស្វែងរកអ្នកខ្លាំងពូកែមានឫទ្ធិអាចឆ្លងសមុទ្រទៅតាមយកព្រះរាជកុមារឲ្យបានពីគ្រុឌមកវិញគ្រានោះគ្មានមនុស្សណាហ៊ានធានាខ្លួនជួយយកអាសាព្រះអង្គសោះនាំឲ្យពួកភេរីចរចេះតែដើរទៅរហូតដល់មាត់សមុទ្រពេលនោះស្រាប់តែនាងណាំក្រឹសដែលរស់នៅត្រង់ឆ្នេរសមុទ្រនោះក៏មកប្រកាសខ្លួនចំពោះព្រះរាជបម្រើហើយសូមធានាខ្លួនទៅតាមយកព្រះរាជបុត្រឲ្យទាល់តែបានក្រុមរាជបម្រើក៏នាំដំណឹងនេះថ្វាយទៅព្រះរាជាព្រះអង្គទ្រង់បានថ្លែង
អំណរពុនប្រមាណចំពោះណាំក្រឹសដែលមានសេចក្តីអង់អាចក្លាហានហើយព្រះអង្គទ្រង់សន្យាថានឹងប្រោសព្រះរាជទានទ្រព្យដែលមានតម្លៃជារង្វាន់ចំពោះសេចក្តីក្លាហានរបស់នាងនៅពេលដែលនាងយកបានព្រះរាជបុត្រាមកវិញព្រះអង្គទ្រង់សន្យាថានឹងប្រោសព្រះរាជទានទ្រព្យដ៏មានតម្លៃជារង្វាន់ចំពោះសេចក្តីក្លាហានរបស់នាងនៅពេលដែលនាងយកបានព្រះរាជបុត្រាមកវិញនាងណាំក្រឹសក៏ថ្វាយបង្គំលាព្រះរាជាចេញទៅថ្លែងអំពីសក្តិដែលឆាបយកព្រះរាជកុមារនោះទៅលុះឆ្លងផុតសមុទ្របានទៅដល់កោះមួយក៏ប្រទះនឹងខ្យល់ព្យុះបោកបក់យ៉ាងខ្លាំងវក់វីធ្វើឲ្យសត្វនោះជ្រុះព្រះរាជកុមារពីដៃក៏ធ្លាក់ទៅលើឆ្នេរខ្សាច់នោះទៅតែព្រះរាជកុមារនៅគង់ព្រះជន្មនៅឡើយគ្រាន់តែទ្រង់សន្លប់បាត់ស្មារតីតែប៉ុណ្ណោះក្រោយដែលបានត្រូវទឹកសំសើមអស់មួយយប់ព្រះអង្គក៏មានព្រះស្មារតីឡើងវិញគ្រុឌមិនអស់ចិត្តសោះនឹងជ្រុះអាហារពីដៃចេះតែខំហើរឆ្វែងរកកន្លែងដែលធ្លាក់ជ្រុះនោះប៉ុន្តែជាភ័ព្វល្អរបស់កុមារគ្រុឌរកទ្រង់ពុំឃើញឡើយចំណែកឯនាងណាំក្រឹសក្រោយដែលបានស្ដាប់ដំណឹងពីពួកដែលបានឃើញចង្អុលបង្ហាញនៃផ្លូវទិសដែលគ្រុឌឆក់កុមារនោះហើយនាងក៏មិនបង្អង់ឡើយនាងត្រាច់ទៅដល់កោះនោះស្រាប់តែក្រឡេកឃើញព្រះរាជកុមារនៅតែអង្អែងកណ្ដាលឆ្នេរខ្សាច់នាងណាំក្រឹសប្រញាប់ប្រញាល់ចូលទៅនិយាយទូលតាមដំណើរឲ្យព្រះរាជកុមារស្គាល់ខ្លួននាងរួចក៏នាំព្រះរាជកុមារឲ្យតោងកហែលឆ្លងសមុទ្រត្រឡប់មកនគរវិញលុះមកដល់ពាក់កណ្ដាលសមុទ្រដោយរលកទឹកវាខ្លាំងកន្ទុយក្បិនរបស់នាងក៏របូតចេញនាងក៏ងាកស្រវាចាប់ទាញក្បិនធ្វើឲ្យព្រះរាជកុមារឆ្លក់ក្នុងទឹកខ្សែប្រជញ្ញទៅនាងណាំក្រឹសភ័យខ្លាំងណាស់ណាខ្លាចព្រះរាជាយកទុកណាស្ដាយព្រះរាជកុមារផងនាងក៏អត់ដង្ហើមស្លាប់ក្នុងពេលជាមួយគ្នានោះទៅព្រះរាជកុមារក៏តោងកជាប់អ្នកទាំងពីរក៏ខ្លាយទៅជាសត្វប្រលង្កាសរហូតមកហេតុនេះបានជាសត្វឈ្មោលមានខ្លួនតូចរស់នៅតែលើខ្នងញីពឹងប្រាស្រ័យចិញ្ចឹមជីវិតដោយសារញីមកដល់សពថ្ងៃគេច្រើននិយាយថាសត្វប្រលង្កាសឈ្មោលតែធ្លាក់ពីលើខ្នងញីវានឹងស្លាប់